បាទអនុញ្ញាតគោរពជំរាបសួរអ៊ំពូមីងបងទាំងអស់ដែលតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំកន្លងមកបាទថ្ងៃនេះខ្ញុំមានជាវីដេអូផ្ដល់ជូនមួយតកតងជាមួយនឹងមូលហេតុអ្វីបានជាយើងចិញ្ចឹមជ្រូកទៅវាធំធាត់វាស្គមស្គាំងឬក៏ធំយឺតធ្វើយើងខាតទាំងពេលវេលានិងចំណីលុយកាក់ផងដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនមូលហេតុមួយចំនួនហើយយើងគួរតែដោះស្រាយដោយរបៀបណាអញ្ចឹងទីមានមូលហេតុទី1នោះគឺមកពីចំណីអាហារដែលយើងផ្ដល់ហ្នឹងវាអត់មានគុណភាពល្អប្រសើរបាទចំណីជូរអ៊ំឬចំណីខ្វះសារធាតុចិញ្ចឹមឬក៏យើងផ្ដល់អត់បានគ្រប់គ្រាន់ទេយើងឲ្យអត់ទៀងពេលអត់ត្រូវពេលហើយឬក៏ឲ្យអត់គ្រប់មូលហេតុទី2នោះគឺបណ្ដាលមកពីប៉ារ៉ាសិតមានតែពពួកព្រូននៅក្នុងកាពះពោះវៀននៅក្នុងឈាមរបស់សត្វហ្នឹងឬក៏គេចៃដែលវាបានស្រូបនៅសារធាតុចិញ្ចឹមទាំងប្រមាណដែលយើងជ្រូកវាស៊ីចូលទៅហ្នឹងគឺសត្វពួកប៉ារ៉ាសិតហ្នឹងគឺវាក្រេបយកសារធាតុលូតលាស់ទាំងអស់ហ្នឹងអញ្ចឹងយើងអត់ដែលទម្លាក់សត្វអត់ទម្លាក់ព្រូនអញ្ចឹងហើយទម្លាក់នោះអត់ដឹងទម្លាក់ដោយរបៀបណាទៀតអញ្ចឹងចេះតែឮគេថាឲ្យទម្លាក់មកជីវិតជ្រូក4ខែ5ខែហ្នឹងយើងទម្លាក់តែម្ដងអញ្ចឹងក៏អត់ត្រឹមត្រូវដែរបាទមូលហេតុមួយទៀតនោះគឺមូលហេតុទី3គឺតកតងជាមួយនឹងជ្រូកយើងពេលខ្លះក៏វាមានបញ្ហាឈឺរាកឬក៏អន់ចំណីអីពេលយើងក្រោយយើងព្យាបាលហើយយើងអត់បានព្រោះសត្វតែពេលមានជំងឺវាបានធ្វើកោសិកាមួយចំនួនរបស់សត្វហ្នឹងវាងាប់នៅខាងក្នុងនោះអញ្ចឹងយើងត្រូវតែផ្ដល់ទៅសារធាតុចិញ្ចឹមទៅបំពន់ឡើងវិញអញ្ចឹងមានន័យថាក្រោយពីងើបពីឈឺហ្នឹងយើងអាចដាក់នៅចាក់នៅសារធាតុចិញ្ចឹមឬក៏យើងលាយចំណីវិស៊ីបន្ថែមដូចជាពពួកថ្នាំប៉ូវរ៉ែសារធាតុរ៉ែអីហ្នឹងដើម្បីឲ្យជ្រូករបស់យើងហ្នឹងវាបង្គ្រប់នៅសារធាតុចិញ្ចឹមបានធំធាត់បានល្អប្រសើរបាទអញ្ចឹងបញ្ជាក់ផងដែរថាបើបងប្អូនអរគ្នាកំពុងតែជួបបញ្ហាការចិញ្ចឹមជ្រូកអត់ធំធាត់មើលវីដេអូនេះមិនច្បាស់អាចតំណមកសួរប្រឹក្សាយោបល់បន្ថែមខ្ញុំនឹងជួយផ្ដល់យោបល់បាទសូមអរគុណសូមជម្រាប